បាទបញ្ជាក់ច្បាស់លាស់នៅឡើយទេក៏ប៉ុន្តែលោកបានលើកឡើងថាអាចកើតឡើងដោយសារតែបញ្ហាអគ្គិសនីរបាយការណ៍មួយចំនួនបានបង្ហាញថាមានការតភ្លើងជាមួយនឹងសៀគ្វីខ្លីៗនៅតាមស្តង់ពិព័រណ៍នីមួយៗសមត្ថកិច្ចក៏សង្ស័យផងដែរថាភ្លើងអាចឆេះចេញពីកន្លែងសាកថ្មទូរស័ព្ទលើពីនេះទៅទៀតមានការលើកឡើងអំពីការប្រើប្រាស់អគ្គិសនីច្រើនហួសកម្រិតហើយមានកន្លែងណាមួយនោះមានការឆ្លងចរន្តនៅពេលដែលមានភ្លើងឆេះវិញដែលអាចធ្វើឲ្យមានអគ្គិភ័យសូមបញ្ជាក់ថាសមត្ថកិច្ចបានជំរាបមនុស្សចេញជាបន្ទាន់នៅពេលដែលមានអគ្គិភ័យកើតឡើងអបតហេតុនេះមិនបង្កឲ្យមានអ្នកស្លាប់និងរងរបួសនោះទេសូមបញ្ជាក់ថាកិច្ចប្រជុំកំពូលលើកទី30នៃបណ្ដាប្រទេសដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុបាននឹងកំពុងប្រព្រឹត្តទៅនៅទីក្រុងបេឡាំប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី10ដល់ថ្ងៃទី21ខែវិច្ឆិកាគណៈប្រតិភូមេដឹកនាំនិងសមាជិករាជរដ្ឋាភិបាលនិងរដ្ឋាភិបាលស្ថាប័នធំៗដៃគូអន្តរជាតិដៃគូអភិវឌ្ឍន៍អ្នកវិទ្យាសាស្ត្រយុវជនរួមទាំងវិស័យឯកជនមកពី200ប្រទេសជុំវិញពិភពលោកសរុបប្រមាណ 50,000 នាក់បានចូលរួមនៅក្នុងសន្និសីទកំពូលស្ដីពីអាកាសធាតុនាឆ្នាំ2025នេះផងដែរបញ្ហាសំខាន់ៗដែលកិច្ចប្រជុំកំពូលបានលើកឡើងមានដូចជាការជជែកគ្នាអំពីហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិការចូលរួមចំណែកផែនការជាតិ NDCS 3.0 ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុរួមទាំងគំនិតផ្ដួចផ្ដើមអភិរក្សព្រៃឈើអន្តរជាតិជាដើមបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនានៃកម្មវិធីព័ត៌មានពេលព្រឹកសម្រាប់ព្រឹកនេះផងដែរហើយប្រសិនបើការលើកឡើងនៅការថាធិប្បាយនៅព័ត៌មានលើសលួសឬក៏ខ្វះខាតត្រង់ចំណុចត្រង់ណាក៏សូមខន្តីនឹងអភ័យទោសពីសំណាក់ទ្រង់ឯកឧត្តមលោកជំទាវអរលោកស្រីនាងកញ្ញាជាទីគោរពផងដែរក៏សូមជូនពរដល់ពុកម៉ែបងប្អូនទស្សនិកជនសូមមកជួបតែសំណាងល្អរាល់ការធ្វើដំណើរសូមមកជួបតែសុខសុវត្ថិភាពខណៈពេលនេះខ្ញុំបាទភេត្រារួមនឹងកញ្ញានុត្រានិងសាការីក៏សូមអរគុណនិងសូមជម្រាបលាបាទក្រុមហ៊ុន PPCTV ដល់ជូននូវសេវាកម្មទូរទស្សន៍ខ្សែកាបឈានមុខគេនិងប៉ុស HD ដំបូងគេអស់នៅកម្ពុជាទស្សនារឿងភាគថ្មីៗជាច្រើនទៀតនៅលើប្រព័ន្ធទូរទស្សន៍ខ្សែកាប PPCTV ទំនាក់ទំនងឥឡូវនេះដើម្បីទទួលបានព័ត៌មានលម្អិត